ថ្មីនេះក្រុមការងារមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញរួមនឹងបណ្ដាញសុខដុមរមនាសហគមន៍ខេត្តតាកែវបានចុះទៅពិនិត្យមើលពីសកម្មភាពសន្សំប្រាក់និងដំណើរការឥណទានបង្វិលរបស់សហគមន៍ព្រៃមូលស្ថិតនៅភូមិព្រៃមូលឃុំគោកពោស្រុកបរិយជលសាខេត្តតាកែវលោកណុកស៊ីមប្រធានគណៈកម្មការសហគមន៍ព្រៃមូលបានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងពីឆ្នាំ2011មានសមាជិកចំនួន24គ្រួសារមានប្រាក់សន្សំជាង194លានរៀលដែលបច្ចុប្បន្នប្រាក់ទាំងនេះកំពុងស្ថិតនៅក្នុងដៃសមាជិកសហគមន៍និងអ្នកភូមិផងរបងជាមួយចៃយកទៅប្រើប្រាស់ពង្រីកមុខរបរប្រចាំថ្ងៃដោយគិតការប្រាក់ត្រឹមតែ 3% ប៉ុណ្ណោះទាំងសមាជិកសហគមន៍និងអ្នកមិនមែនជាសមាជិកតែការខ្ចីនេះត្រូវឆ្លងកាត់ការឯកភាពពីគណៈកម្មការសហគមន៍ទាំងអស់គ្នាដើម្បីឲ្យការដកសាច់ប្រាក់យកទៅចាយវាយមានតម្លាភាពលោកណុបស៊ីមបានឲ្យដឹងទៀតថាសហគមន៍បានកំណត់ឲ្យសមាជិកដាក់ប្រាក់សន្សំរយៈពេល1ខែម្ដងមិនកំណត់ចំនួនទៅតាមលទ្ធភាពហើយជាមធ្យមក្នុងមួយគ្រួសារដាក់ប្រាក់សន្សំពី 20,000 ទៅ 25,000 រៀលអ្នកស្រីប៉ាសារឿនប្រធានគណៈកម្មការបណ្ដាញសុខដុមរមនាសហគមន៍ខេត្តតាកែវបានឲ្យដឹងថាការបង្កើតឲ្យមានសហគមន៍សន្សំប្រាក់ដូចនេះគោលដៅសំខាន់ប្រមូលផ្ដុំប្រាក់ឲ្យមូលធ្វើឥណទានបង្វិលទៅសមាជិកសហគមន៍ឲ្យមានលទ្ធភាពប្រកបមុខរបរនៅនឹងកន្លែងកាត់បន្ថយការធ្វើចំណាក់ស្រុកទៅរកការងារនៅទីឆ្ងាយដែលមិនសូវធានាសុវត្ថិភាពគូបញ្ជាក់ថាបណ្ដាញសុខដុមរមនាសហគមន៍ខេត្តតាកែវមានចំនួន21សហគមន៍មានសមាជិកសន្សំប្រាក់ចំនួន423គ្រួសារមានប្រាក់សន្សំសរុបជាង75លានរៀលដែលបច្ចុប្បន្នប្រាក់ទាំងនេះកំពុងคล้ายទៅជាឥណទានបង្វិលជូនទៅសមាជិកសហគមន៍យកទៅពង្រីកមុខរបរប្រចាំថ្ងៃជាបន្តបន្ទាប់ជាមួយនេះកាលពីចុងឆ្នាំ2012បណ្ដាញសហគមន៍ខេត្តតាកែវក៏ទទួលបានឥណទានក្របពូជចំនួន20លានរៀលពីមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញបន្ថែមលើប្រាក់សន្សំដែលមានផ្ដល់ជូនសមាជិកសហគមន៍ខ្ចីយកទៅប្រើប្រាស់ផងដែរចំណែកនៅឯខេត្តស្វាយរៀងឯនោះវិញផ្លូវលំចំនួន2ខ្សែប្រវែង 2000 ម៉ែត្រស្ថិតនៅក្នុងឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងក៏បានបើកការដ្ឋានជួសជុលកែលម្អឲ្យបានប្រសើរឡើងវិញផងដែរដើម្បីសម្រួលដល់ការធ្វើដំណើររបស់សមាជិកសហគមន៍ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្លូវទាំងពីរខ្សែនេះមួយខ្សែប្រវែង 1000 ម៉ែត្រស្ថិតនៅសហគមន៍ថ្នល់កែងភូមិថ្នល់កែងនិងមួយខ្សែទៀតប្រវែង 1000 ម៉ែត្រស្ថិតនៅសហគមន៍លៀបភូមិលៀបឃុំកណ្ដៀងរាយស្រុកស្វាយទាបស្ថាបនាចាក់ដីស្រែធម្មតាមានទទឹង3ម៉ែត្រកម្ពស់កន្លះម៉ែត្រក្រុងចំណាយថវិកាចំនួន14លាន4សែនរៀលតែក្នុងនោះ10លានរៀលជាមូលនិធិជំនួយគម្រោងខ្នាតតូចរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅថាអាកាតាមរយៈបណ្ដាញសុខដុមរមនាសហគមន៍ខេត្តស្វាយរៀងនិង4លាន4សែនរៀលទៀតជាទុនចូលរួមរបស់អាជ្ញាធរសមាជិកសហគមន៍និងប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកមាសសាវឿនប្រធានគណៈកម្មការបណ្ដាញសហគមន៍ខេត្តស្វាយរៀងបានឲ្យដឹងថានេះជាថវិកាគម្រោងជំនួយជំហានទី2ក្នុងចំណោមថវិកាចំនួន50លានរៀលរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ផ្ដល់ជូនបណ្ដាញសហគមន៍ខេត្តស្វាយរៀងសម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ក្នុងទីក្រុងកាលពីចុងឆ្នាំ2012បណ្ដាញសហគមន៍ខេត្តស្វាយរៀងទទួលបានគម្រោងលើកទី1ជាទឹកប្រាក់ចំនួន15លានរៀលនិងបានស្ថាបនាផ្លូវប្រវែងជាង 1000 ម៉ែត្ររួចរាល់ហើយសង្ឃឹមថាគម្រោងទី3នឹងធ្លាក់មកទៀតនាពេលឆាប់ៗខាងមុខនេះដើម្បីស្ថាបនាផ្លូវនៅសហគមន៍ផ្សេងៗបន្តទៀតលោកសំថាអភិបាលស្រុកស្វាយទាបបានថ្លែងអំណរគុណចំពោះមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញដែលបានធ្វើទំនាក់ទំនងល្អនាំយកជំនួយពីក្រៅប្រទេស
មករួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីខេត្តស្វាយរៀងលោកបានបញ្ជាក់ថាច្រើនឆ្នាំមកហើយផ្លូវនៅទីនេះមានការលំបាកធ្វើដំណើរខ្លាំងណាស់ពិសេសរដូវវស្សាតែចាប់ពីពេលនេះតទៅបងប្អូនលែងជួបការលំបាកទៀតហើយដូចនេះសូមចូលរួមថែទាំផ្លូវនេះឲ្យបានល្អដើម្បីទុកប្រើប្រាស់ជាប្រយោជន៍សមូហភាពបានយូរអង្វែងតរៀងទៅ